ព្រះបាទជ័យវរ្ម័នទី7ជាព្រះរាជបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី2និងព្រះនាងជោដាមនីដែលបានឡើងគ្រងរាជ្យពីឆ្នាំ1150ដល់ឆ្នាំ1160នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី7មានព្រះជយា តាំងពីវ័យក្មេងព្រះវស្សាព្រះនាមជ័យរាជទេវីនិងមានបុត្រាមួយព្រះអង្គព្រះនាមសិន្ទ្រកុមារព្រះមហេសីជ័យរាជទេវីមានព្រះរាមមួយព្រះអង្គព្រះនាមឥន្ទ្រទេវីដែលក្រោយពីព្រះមហេសីជ័យរាជទេវីសោយទីវង្គតទៅព្រះនាងឥន្ទ្រទេវីបានក្លាយជាព្រះអគ្គមហេសីទី2របស់ព្រះបាទជ័យវរ្ម័នទី7ក្នុងរាជព្រះបិតាព្រះអង្គត្រូវបានបញ្ជាឲ្យនាំទ័ពទៅច្បាំងនៅនគរចម្ប៉ាក្រុងវិជ័យប្រទេសចាមការនិរាននេះបានធ្វើឲ្យអគ្គទេពីជ័យរាជទេវីមានទុក្ខជាទម្ងន់ព្រះនេត្រាចូលជន់ស្រោចស្រពព្រះកាយជារៀងរាល់ថ្ងៃទ្រង់សោយសោកដូចជានាងសេតាតែព្រះនាងបានកាន់ដំណំយ៉ាងតឹងរ៉ឹងដើម្បីបួងសួងសូមឲ្យស្វាមីបានសេចក្តីសុខនិងមានជ័យជំនះគ្រិស្តសករាជ1160ព្រះបិតាព្រះអង្គក៏បានសោយទីវង្គតស្ដេចថ្មីព្រះនាមយសោវរ្ម័នទី2ដែលជាស្ដេចវង្សក្រៅឡើងសោយរាជបន្តពីគ្រិស្តសករាជ1160ដល់គ្រិស្តសករាជ1165ក្នុងរាជព្រះអង្គមានកើតវឹកវរផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្កសិលាចារឹកបានពោលថាសង្គ្រាមផ្ទៃក្នុងនោះប្រៀបបាននឹងឧត្តបាទរាហូពងលេបព្រះច័ន្ទតែបានសិន្ទ្រកុមារជាព្រះរាជបុត្រជ័យវរ្ម័នទី7ជួយយកអាសាលុះដល់គ្រិស្តសករាជ1165មានមន្ត្រីក្បត់ម្នាក់ទៀតឈ្មោះត្រីភវៈនាទិតនិងបកពួកបានធ្វើរដ្ឋប្រហារសម្លាប់ស្ដេចយសោវរ្ម័នទី2ហើយឡើងសោយរាជពីគ្រិស្តសករាជ1165ដល់គ្រិស្តសករាជ1177នៅពេលដែលបានដំណឹងនៃការធ្វើរដ្ឋប្រហារនេះព្រះបាទជ័យវរ្ម័នទី7ក៏បានវិលត្រឡប់មកព្រះនគរកម្ពុជាវិញជាប្រញាប់ដើម្បីជួយដល់ព្រះបាទយសោវរ្ម័នទី2តែអ្វីបានហួសអស់ទៅហើយព្រះអង្គក៏គង់នៅស្ងៀមស្ងាត់ក្នុងព្រះរាជនគររងចាំឱកាសដើម្បីរំដោះប្រទេសជាតិគ្រិស្តសករាជ1177ស្ដេចចាមព្រះនាមជ័យឥន្ទ្រវរ្ម័នទី4បានលើកទ័ពមកលុកលុយកម្ពុជាតាមផ្លូវទឹកដោយមានចិនលង់សំពើជាអ្នកនាំផ្លូវសម្រាប់ស្ដេចត្រីភូវៈនាទិត្យហើយឡើងគ្រប់គ្រងនគរកម្ពុជានៅគ្រិស្តសករាជ1177ដល់គ្រិស្តសករាជ1181ដោយប្រទេសជាតិស្ថិតក្នុងភាពមហន្តរាយព្រះអង្គជ័យវរ្ម័នទី7ក៏រៀបចំបង្កើតកម្លាំងតស៊ូដើម្បីរំដោះព្រះនគរកម្ពុជាគ្រិស្តសករាជ1181កម្ពុជាបានរំដោះរួចផុតពីកណ្ដាប់ដៃចាមព្រះបាទជ័យវរ្ម័នទី7បានរៀបអភិសេកឡើងគ្រងរាជសម្បត្តិក្នុងគ្រិស្តសករាជ1181ដល់គ្រិស្តសករាជ1201ព្រះអង្គបានកសាងប្រាសាទមន្ទីរពេទ្យនិងសាលាឆទាន
ច្រើនជាងក្សត្រដទៃទៀតពិសេសព្រះអង្គបានកសាងរាជធានីនគរធំជាថ្មីឡើងវិញដែលមានប្រាសាទបាយ័ននៅចំចំណុចកណ្ដាលនៃរាជធានីថ្មីក្នុងរាជព្រះអង្គមហានគរមានផ្ទៃដីដ៏ធំល្វឹងល្វើយប្រជាជនរស់នៅដោយសុខសែនខ្សាន្តសាវតាខ្មែរបានបើកទំព័រហើយពងសាវតាខ្មែរបានបើកទំព័រហើយប្រវត្តិពងសាវតាខ្មែរមានលំនាំបែបរឿងនិទានផងមានប្រវត្តិតាមសិលាចារឹកនិងឯកសារចិនផងពេលនេះភូមិវប្បធម៌កម្ពុជាសូមដកស្រង់លើកយកប្រវត្តិតាមសិលាចារឹកនាសម័យមហានគរនៅពាក់កណ្ដាលសតវត្សទី12និងដើមសតវត្សទី13ក្នុងរវាងគ្រិស្តសករាជ1150 1201មករៀបចំដំឡើងជាផ្ទាំងទស្សនីយភាពជូនទស្សនាកំសាន្តនាសម័យនោះមានកំពូលមហាវរក្សត្រខ្មែរមួយព្រះអង្គមានឫទ្ធិជាស្ដាអស្ចារ្យព្រះអង្គជាមេទ័ពដោះកំពូលបានប្រយុទ្ធតស៊ូផ្ដប់ដាច់រំដោះទឹកដីកម្ពុជាពីខ្មាំងសត្រូវឈ្លានពានព្រះអង្គបានបង្រួមរដ្ឋចំណុះទាំងអស់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយដែលធ្វើឲ្យនគរខ្មែរក្លាយជាមហានគរដ៏ធំល្វឹងល្វើយលើពីនោះទៅទៀតព្រះអង្គជាស្ដេចដ៏ចំណានក្នុងការគ្រប់គ្រងនិងរៀបចំប្រទេសជាតិព្រះអង្គជាស្ថាបនិកដ៏ល្បីល្បាញក្នុងការកសាងប្រាសាទថ្មបុរាណល្បីៗជាច្រើនមនសិការស្នេហាជាតិនិងវីរភាពគ្មានពីររបស់ព្រះអង្គបានធ្វើឲ្យកូនខ្មែរគ្រប់រូបគ្រប់ចំនួនស្ញប់ស្ញែងនិងគោរពមហាទស្សនីយភាពសិល្បៈរឿងកំពូលមហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី7ជ័យវរ្ម័នទី7នាមដើមជ័យធុនប្រសូតក្នុងរវាងឆ្នាំ1120 1125ព្រះបិតាព្រះនាមព្រះបាទធរណិន្ទ្រវរ្ម័នទី2ព្រះមាតាព្រះនាមជោដាមនីព្រះអង្គជ័យធុនបានរៀបអភិសេកជាមួយនឹងព្រះនាងជ័យរាជទេវីជាព្រះមហេសីតាំងពីនៅវ័យក្មេងមកសាហើយទ្រង់មានព្រះរាជបុត្រាមួយព្រះអង្គព្រះនាងសន្ត្រកុមារព្រះនាងអន្តរទេវីជាព្រះរាមរបស់ព្រះនាងជ័យរាជទេវីព្រះអង្គជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញនិងជាកវីនិពន្ធដ៏ចំណាន
ក្រោយពីព្រះមហេសីជ័យរាជទេវីសោយទីវង្គតទៅព្រះនាងឥន្ទ្រទេវីបានក្លាយជាព្រះអគ្គមហេសីព្រះបាទជ័យវរ្ម័នទី7តាមបណ្ដាំព្រះអនុត្តត្រីកាលនោះដោយសង្គ្រាមខ្មែរចាមឆេះសន្ធៅព្រះបិតាក៏ត្រាស់បញ្ជាឲ្យជ័យធុនលើកទ័ពទៅច្បាំងនៅចម្ប៉ាក្រុងវិជ័យនេះរៀងស្វាមីសើខ្សែចុចខណៈដែលព្រះអង្គជ័យធុនកំពុងចាប់ដៃច្បាំងជាមួយប្រទេសចម្ប៉ាព្រះបាទធរណិន្ទ្រវរ្ម័នទី2ជាព្រះបិតាក៏បានសោយទីវង្គតហើយរាជបល្ល័ង្កក៏បានធ្លាក់ទៅលើព្រះបាទយសោវរ្ម័នទី2ដែលជាស្ដេចពងក្រៅឡើងគ្រងរាជបន្តមានកើតវឹកវរផ្ទៃក្នុងដណ្ដើមរាជបល្ល័ង្កព្រៀបបីដូចជាភារិតរាហូបងលេបច័ន្ទថ្លៃសន្ត្រកុមារនិងសេនាចូលទៅជួយយកអាសាហើយក៏សម្លាប់រាហូនោះបានផុតពីឧបបាទដល់មន្ត្រីក្បត់បានចាប្រកាសក្នុងសាវតានាមត្រីភូនាទឹកនិងបរិវារបះបោប្រហាខ្សាត់ខ្សិនខ្សាច់យើងជាមនុស្សអស្ចារ្យចាប់ពីពេលនេះតទៅយើងជាស្ដេចហេតុដីនៃនគរកម្ពុជាព្រះនាមព្រះបាទត្រីភូរាទិត្យវរ្ម័ន
ព្រះអង្គជ័យធនក៏បានវិលត្រឡប់មកមហានគរវិញជាប្រញាប់ដើម្បីជួយដោះទោសព្រះបាទយសវរ្ម័នទី2តែអ្វីៗត្រូវបានពុះអស់ទៅហើយព្រះអង្គក៏គង់នៅស្ងៀមស្ងាត់ក្នុងក្រុងកម្ពុជារងចាំឱកាសល្អដើម្បីស្រោចស្រង់ដែនដីដែលធ្ងន់ធ្ងរទៅដល់បទរំលោភឆ្នាំ1177ស្ដេចចាមព្រះនាមជ័យឥន្ទ្រវរ្ម័នទី4បានលើកទ័ពតាមផ្លូវទឹកចូលមកលុកលុយនគរកម្ពុជាព្រះបាទត្រីភូនិទិតសោយរាជមិនបានយូរប៉ុន្មានផងក៏មានស្ដេចចាមមួយអង្គលើកទ័ពមកលើកលុយកម្ពុជាចៅខ្មាំងឈ្លានពានចូលដល់រាជធានីយើងហើយអ្នកឈ្នះគឺជាម្ចាស់ពេលនេះកម្ពុជាជារបស់យើងកម្ពុជាជារបស់យើងចាប់ពីថ្ងៃនេះតទៅយើងជាស្ដេចផែនដីនៃនគរកម្ពុជាព្រះនាមជ័យឥន្ទ្រវរ្ម័នទី4ព្រះបាទត្រីភូនិទិតដែលជាស្ដេចជ្រែករាជរបស់ព្រះជន្មទៅព្រះអង្គជ័យធនក៏បានរៀបចំបង្កើតកម្លាំងកងទ័ពដើម្បីតស៊ូរំដោះមហានគរពីកណ្ដាប់ដៃខ្មាំងសត្រូវឈ្លានពាន
រងចាំបានមកដល់ព្រះអង្គជ័យហ៊ុនក៏លើកទ័ពចេញច្បាំងដើម្បីរំដោះមហានគរមាតុភូមិកម្ពុជាសពវបានធ្លាក់ទៅក្នុងកណ្ដាប់ដៃស្ដេចចាមព្រះបាទជ័យឥន្ទ្រវរ្ម័នទី4ក្នុងឆ្នាំ1177ដល់ឆ្នាំ1181
ដេចចាស់និងកងទ័ពបានកាប់សម្លាប់ធ្វើទុកបុកម្នេញប្រជាជនខ្មែរឥតស្រាកស្រានគេចាស់គេចោគៀកែនប្រមូលរីស្លូតយកទៅធ្វើជាឆ្លើយសាច់ដើម្បីឲ្យដឹកជញ្ជូននាំទ្រព្យសម្បត្តិខ្មែរទៅដាក់ក្នុងប្រទេសរបស់គេ
បានរៀបអភិសេកឡើងគ្រងរាជសម្បត្តិជាស្ដេចផែនដីនៃនគរកម្ពុជាក្នុងព្រះរាជបរមនាមព្រះបាទជ័យវរ្ម័នទី7
ខ្ញុំឲ្យច្រើនក៏ក្រឹកក៏ក្រែងសុំប្រលៀនលោកឆលេងលោកកាយលេងបានដែរឬទេណានាងណាលេងបានដែរឬទេកំឡុងហើយនឹងគ្នាលេងត្រង់ណាទៅចិនបរិសុទ្ធជារាបំផ្លែចារាមុំបងហើយមកកំងបង ព្រះបាទជ័យវរ្ម័នទី 7 មានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនាលោកេស្វរៈដោយព្រះបិតារបស់ព្រះអង្គដែរ ព្រះបាទជ័យវរ្ម័នទី 7 ជាមហាវីរក្សត្រខ្មែរដ៏កំពូលសេចក្តីឈឺចាប់របស់ប្រជារាស្ត្រគឺជាសេចក្តីឈឺចាប់របស់ព្រះអង្គផ្ទាល់ ព្រះបាទជ័យវរ្ម័នទី 7 ជាស្ដេចទឹកសង្គ្រាមដ៏ខ្លាំងពូកែនិងជាស្ដេចដែលបានសាងប្រាសាទនិងមន្ទីរពេទ្យច្រើនជាងគេ មហេសីឥន្ទ្រទេវីជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរជាកវីនិពន្ធជាបរិនិយកាចារ្យនិងជាសាស្ត្រាចារ្យដ៏ល្បីល្បាញ សូមលំអរកាយគោរពចំពោះមហាវីរក្សត្រខ្មែរគ្រប់អង្គដោយចិត្តចង់រំអើតនិងស្ញប់ស្ញែងជា
បំផុត ជនជាតិខ្មែរកើតនៅលើដីខ្មែរត្រូវតែខំខាយជាតិឲ្យបានរុងរឿងគេឈ្មោះជាតិនឹងបានអត់កើលោកតាតែយើងជួយខំខាយរក្សាទោះបីខ្មែរកើតនៅប្រទេសណាត្រូវកុំភ្លេចថាខ្មែរកើតពីជាតិខ្មែរ កុំឲ្យបរទេសគេមកបំបែកឲ្យខ្មែរតែសាមគ្គីគ្នា សាមគ្គីរស់ បាក់បែកស្ងាត់ ចង្កើមួយបាច់ជាកាច់មិនបានហើយនៅតែព្រះពីបងបានថាមិនចាំទុកសាមិនចាំទុកសាមិនហួងហួងហើយបានខំសិក្សាស្វែងរកតាមទីមួយដៃមិនហួងសាមិនបានជួយបីទីនោះជាកំឡាមិនហួងសាមិនបានជួយបីទីនោះជាកំឡា ជ័យយោកំពូលមហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី 7 ជ័យយោខ្មែរពូជអ្នកកសាងអង្គរ ជ័យយោមហាគ្រួសារខ្មែរដ៏រឹងមាំ ជ័យយោពលវប្បធម៌កម្ពុជា ទាំងទស្សនីយភាពរឿងកំពូលមហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី 7 ដែលបានសម្ដែងជូនលោកលោកស្រីអ្នកនាងកញ្ញាទស្សនាកម្សាន្តនៅក្នុងរាត្រីនេះក៏សន្មតថាដល់ទីបញ្ចប់តែប៉ុណ្ណេះយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកលោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃយកចិត្តទុកដាក់តាមដានទាំងទស្សនីយភាពក៏ដូចជាគ្រប់គ្រងលើកទឹកចិត្តដល់សិល្បករសិល្បករនីរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់យើងខ្ញុំទាំងអស់គ្នាសូមប្រសិទ្ធពរជ័យបបរសុស្ដីសិរីវិបុលសុខមហាប្រសើរចូលកាយមានដល់អស់លោកលោកស្រីអ្នកនាងកញ្ញាគ្រប់ក្រុមគ្រួសារយើងខ្ញុំទាំងអស់គ្នាសូមលំអរកាយជម្រាបលាសូមអរគុណ